ហើយសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងភេរវកម្មដែលជាខ្នត់គ្រោះថ្នាក់រួមសម្រាប់ពិភពលោកទាំងមូលយើងត្រូវតាមមើលសភាពការនេះតទៅទៀតតាមមើលសភាពការនេះតទៅទៀតឥឡូវបញ្ហានៅមជ្ឈមបូព៌ាវាមិនស្ងប់ទេណាបន្ទាប់ពីសហរដ្ឋអាមេរិកទទួលស្គាល់សេរូសាឡឹមគឺជារដ្ឋធានីហើយបន្តទៅគឺសហរដ្ឋអាមេរិកបានបដូរនៅស្ថានទូតពីតែលអាវីវមកសេរូសាឡឹមទៅវិញអញ្ចឹងឥឡូវបញ្ហាការសម្លាប់តទល់គ្នានៅតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនណារវាងក្រុមហាម៉ាស់ជាមួយនឹងអ៊ីស្រាអែលវានៅតែជាបញ្ហារឿងទាំងអស់នេះកើតឡើងលំបាកប៉ាន់ស្មានថាពិភពលោកคล้ายទៅជាអីពិតប្រាកដហើយអាមេរិកអង្គការសូម្បីតែអង្គការសហវិជាជាតិក៏អាមេរិកដាក់ទណ្ឌកម្មដែរដាក់ទណ្ឌកម្មវាមិនអាធ្លាប់បង់វិភាគទានហ្នឹងឈប់បង់ណាឈប់បង់កាត់បន្ថយបង់វិភាគទានឲ្យអង្គការសហវិជាជាតិដូច្នេះវាអត់មានរឿងអីចម្លែកទេដែលថាសហរដ្ឋអាមេរិកចង្អុលទៅប្រទេសនេះថាអញកាត់ចំនួនប្រទេសនេះប៉ុណ្ណេះអញកាត់ចំនួនប្រទេសនេះប៉ុណ្ណេះកាត់តែទាំងអស់ហ្នឹងកាត់រាប់ទាំងអង្គការសហវិជាជាតិហើយធ្វើមិនត្រូវចិត្តអញកាត់អញអត់បង់លុយឲ្យ